欢迎洪瓦奈首相先生，中柬两国同舟共济，守望相助，铁杆友谊历经岁月洗礼和风雨考验，初心如磐，历久弥坚。中方坚定支持柬埔寨维护国家主权和安全，开创经济社会发展新局面。双方要增进战略互信，密切团结协作，充实钻石六边合作内涵，推动中柬命运共同体建设不断地迈上更高的水平。ជាថ្មីថាអាដាមនៅប្រទេសចិនជាមិត្តពិតប្រាកដនិងទុកចិត្តបំផុតរបស់កម្ពុជាខ្ញុំសូមអរគុណមិត្តចិនដែលបាននឹងបន្តគាំទ្រនិងផ្ដល់ជំនួយឥតលក្ខខណ្ឌដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនិងលើកស្ទួយជីវភាពប្រជាជនកម្ពុជាទោះបីជាស្ថានភាពមានការប្រែប្រួលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជានៅតែរក្សាជំហរនយោបាយឥតប្រែប្រួលក្នុងទំនាក់ទំនងកម្ពុជាចិនកម្ពុជាកាន់ខ្ជាប់ឥតងាករេនៅគោលការណ៍ចិនមួយ